រងបាញ់ទម្លាក់ដ្រូនពីខេត្តអាមេរិក MQ-9 Reaper អស់ប្រហែល30គ្រឿងតាំងពីផ្ទុះសង្គ្រាមសហរដ្ឋអាមេរិកកំពុងតែរងការខាត់បងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ដោយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានលួចបង្ហើបប្រាប់សារព័ត៌មាន ABC News ឲ្យដឹងកាលពីថ្ងៃពុធទី8ខែកក្កដាឆ្នាំ2026នេះថាដ្រូនពីខេត្តប្រភេទ MQ-9 Reaper របស់ក្រុង Washington ចំនួនប្រហែល30គ្រឿងហើយត្រូវបានភេកីអ៊ីរ៉ង់បាញ់ទម្លាក់គិតចាប់តាំងពីសង្គ្រាមមួយនេះផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅដ្រូនពីខេត្ត Reaper បានដាក់ឲ្យកងទ័ពអាកាសអាមេរិកប្រើប្រាស់តាំងពីឆ្នាំ2007ហើយវាគឺជាបេះដូងនិងជាអាវុធដ៏សំខាន់បំផុតរបស់អាមេរិកនៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មទូទាំងតំបន់មជ្ឈិមបូព៌ា អ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានដើមឡើយដ្រូនប្រភេទ Reaper ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់នៅលើសមរភូមិណាដែលអាមេរិកមានឧត្តមភាពនិងគ្រប់គ្រងដែនអាកាសបានទាំងស្រុងប៉ុន្តែឧត្តមភាពមួយនេះត្រូវបានបំផ្លាញនិងប្រឈមទៅនឹងការតបតយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងតេហឺរ៉ង់កងទ័ពអាកាសអាមេរិកបានបញ្ចប់កិច្ចសន្យាទិញដ្រូនប្រភេទនេះកាលពីឆ្នាំ2020ហើយក្រុមហ៊ុនផលិត General Atomics ក៏បានបិទខ្សែសង្វាក់ផលិតកម្មកាលពីឆ្នាំមុនបន្ទាប់ពីផលិតបានចំនួន575គ្រឿងដែលក្នុងមួយគ្រឿងមានតម្លៃរហូតដល់ទៅប្រហែល$16លានឯណោះនៅក្នុងព្រឹត្តិការណ៍ចំនួនចុងក្រោយអរ៉ង់បានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូន Reaper មួយគ្រឿងក្នុងការវាយប្រហារកាលពីថ្ងៃអង្គារហើយប្រព័ន្ធផ្សព្វផ្សាយអរ៉ង់ក៏បានប្រកាសថាដ្រូនរបស់សត្រូវមួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធថ្មីត្បិតដ្រូនទាំងនោះរងការបាញ់ទម្លាក់ជាបន្តបន្ទាប់ក៏ដោយកាលពីខែឧសភាកន្លងទៅលោកសេនាប្រមុខ Kenneth Wishbach មេបញ្ជាការកំពូលនៃកងទ័ពអាកាសអាមេរិកបានប្រាប់សមាជិកសភាថាដ្រូន Reaper នេះគឺជាតួអង្គដ៏មានតម្លៃបំផុតនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ដោយសារវាបានចូលរួមនៅក្នុងការវាយប្រហារអឺរ៉ុបមិនអស់ហើយគ្មានយន្តហោះណាផ្សេងអាចធ្វើបានដូចវានោះឡើយព័ត៌មាននៃការបាត់បង់ដ្រូននេះបានលេចឡើងស្របពេលដែលអាមេរិកបានបើកការវាយប្រហារមួយជុំទៀតលើអ៊ីរ៉ង់កាលពីថ្ងៃពុធបន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានឲ្យសញ្ញាថាកិច្ចព្រមព្រៀងឈប់បាញ់ដែលផុយស្រួយកន្លងមកត្រូវបានបញ្ចប់ជាផ្លូវការហើយទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានប្រកាសថាសហរដ្ឋអាមេរិកនឹងទាមទារឲ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការឈ្លានពានលើនាវាដឹកទំនិញនិងនាវិកស៊ីវិលនៅក្នុងផ្លូវទឹកអន្តរជាតិដ៏សំខាន់ក្រៅពីការបាត់បង់ដ្រូនទាំង30គ្រឿងនេះអាមេរិកក៏បានបាត់បង់យន្តហោះចម្បាំងជាច្រើនគ្រឿងទៀតដែរនៅក្នុងសង្គ្រាមនេះផងដែររួមមានកាលពីខែមីនាប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសគុយវ៉េតបានបាញ់ច្រឡំដាច់ខាតទៅលើយន្តហោះចម្បាំង F-15 របស់អាមេរិកចំនួន3គ្រឿងបណ្ដាលឲ្យធ្លាក់ប៉ុន្តែពីលើទាំងអស់បានលោតឆាត់ចេញទាន់ពេលនៅក្នុងខែដដែលនោះយន្តហោះចាក់ប្រេងលើអាកាស KC-135 មួយគ្រឿងបានបុកគ្នាជាមួយយន្តហោះមួយគ្រឿងទៀតហើយបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់បណ្ដាលឲ្យនាវិក6នាក់បាត់បង់ជីវិតជាងនេះទៅទៀតកាលពីខែមេសាយន្តហោះចម្បាំង F-15 មួយគ្រឿងទៀតត្រូវបានកងទ័ពអ៊ីរ៉ង់បាញ់ទម្លាក់ដោយឡែកយន្តហោះដេញតាមជួយសង្គ្រោះប្រភេទ A-10 ក៏ត្រូវគ្រាប់កាំភ្លើងអ៊ីរ៉ង់រងការខូចខាតយ៉ាងធ្ងន់ធ្ងររហូតហោះទៅធ្លាក់នៅក្នុងប្រទេសគុយវ៉េតប៉ុន្តែពីលុតទាំងអស់ត្រូវបានសង្គ្រោះដោយជោគជ័យអាមេរិកបន្តវាយប្រហារយ៉ាងចាស់ដៃលើអ៊ីរ៉ង់ខណៈត្រាំព្រមានថាបើអ៊ីរ៉ង់ហ៊ានវាយមួយអាមេរិកនឹងសងវិញ20សហរដ្ឋអាមេរិកបានបើកការវាយប្រហារយ៉ាងចាស់ដៃថ្មីទៀតលើប្រទេសអ៊ីរ៉ង់បន្ទាប់ពីប្រមុខសេតវិមានលោក Donald Trump ប្រកាសថាកិច្ចព្រមព្រៀងបណ្ដោះអាសន្នគឺរលាយហើយនិងថែមទាំងគម្រាមទៀតថាថ្ងៃមុខបើអ៊ីរ៉ង់ហ៊ានវាយមួយអាមេរិកនឹងសងវិញ20តាមការផ្សាយរបស់ CBC នៅថ្ងៃប្រហោះទី9ខែកក្កដាឆ្នាំ2026នេះកងទ័ពអាមេរិកបានបើកការវាយប្រហារនៅឆ្នេរភាគខាងត្បូងប្រទេសអ៊ីរ៉ង់ដែលជាតំបន់យុទ្ធសាស្ត្ររួមមានកំពង់ផែធំៗដូចជា Bandar Abbas ដែលជាមូលដ្ឋានទ័ពជើងទឹកនិងភស្តុភារដ៏សំខាន់ពាក់ព័ន្ធនឹងរឿងនេះប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅក្នុងតំបន់គុនណារ៉ានិងឆាបាហាព្រមទាំងនគរអាប៊ូមូសា
នៅក្នុងឈូងសមុទ្រពាក់ហើយមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំការវាយប្រហារនេះត្រូវបានអាមេរិកបញ្ជាក់យ៉ាងច្បាស់ថាគឺដើម្បីបំផ្លាញសមត្ថភាពរបស់អរ៉ង់ឈប់ឲ្យពួកគេគំរាមកំហែងដល់ការធ្វើចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រហូម៉ូសទៀតកាលពីថ្ងៃពុធបញ្ជាការដ្ឋានកណ្ដាលរបស់អាមេរិក CENTCOM ក៏បានប្រកាសពីការទម្លាក់គ្រាប់បែកមួយទំហឹងនៅភាគខាងត្បូងនោះដែរដើម្បីកំទេចប្រព័ន្ធការពារដែនអាកាសហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលឆ្នេរសមុទ្រទីតាំងមីស៊ីលបាញ់ពីដីទៅអាកាសទីតាំងមីស៊ីលគ្រូសប្រឆាំងនាវានិងទីតាំងបាញ់បង្ហោះដ្រូនសងសឹកចំពោះការដែលអរ៉ង់បាញ់លើកប៉ាល់ពាណិជ្ជកម្ម3គ្រឿងក្នុងច្រកសមុទ្រហូម៉ូសថ្លែងនៅលើយន្តហោះ Air Force One លោក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថាយើងទើបតែបានវាយប្រហារពួកគេយ៉ាងចាស់ដៃហើយខ្ញុំចង់និយាយថាយើងវាយបកពួកគេក្នុងសមាមាត្រ20ទល់នឹង1រាល់ពេលដែលពួកគេវាយប្រហារយើងមួយយើងនឹងវាយបកពួកគេវិញ20មុននេះលោក Donald Trump ប្រកាសក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅក្នុងទីក្រុងអង្ការ៉ាប្រទេសទូគីថា MOU ជាមួយអរ៉ង់រលាយហើយនឹងហៅមេដឹកនាំអរ៉ង់ថាជំងឺមហារីកទៀតផងលោកអះអាងថាសហរដ្ឋអាមេរិកកំពុងខ្ជះខ្ជាយពេលវេលានិយាយជាមួយអរ៉ង់ហើយអាមេរិកក៏ក្រុងប្រើប្រាស់កម្លាំងយោធាជំនួសឲ្យការព្យាយាមផ្នែកការទូតផងដែរយើងត្រូវតែកម្ចាត់ជំងឺមហារីករបស់ពួកគេហើយអ្វីដែលអ្នកគួរតែដឹងគឺយើងត្រូវតែកាត់ដុំសាច់មហារីកឲ្យបានឆាប់រហ័សទៅដល់ម៉ាឡេស៊ីអនុទីនសូមលោកអាន់វ៉ាឲ្យបើកព្រំដែនទទួលយកបង្គាថៃវិញនាយករដ្ឋមន្ត្រីថៃលោកអនុទីនបានទៅដល់ប្រទេសម៉ាឡេស៊ីហើយសម្រាប់ការបំពេញទស្សនកិច្ចផ្លូវការហើយក្នុងអំឡុងពេលនោះមានបញ្ហាជាច្រើនដែលបរិសម្នាក់នេះនឹងត្រូវលើកយកមកពិភាក្សាជាមួយនឹងប្រមុខរដ្ឋាភិបាលទីក្រុងកូឡាឡាំពួរលោកអាន់វ៉ាអ៊ីប្រាហ៊ីមយ៉ាងណាបើតាមការផ្សាយរបស់ Bernama នៅថ្ងៃប្រហ័សទី9ខែកក្កដាឆ្នាំ2026នេះក្នុងចំណោមរបៀបវរៈទាំងអស់គេឃើញថាបញ្ហាបើកច្រកព្រំដែនសូមឲ្យម៉ាឡេស៊ីព្រមទទួលយកបង្គាថៃវិញគឺជាប្រធានបទដ៏ក្តៅគគុកទាំងដែលលោកអនុទីនក៏កំពុងត្រូវប្រជាជនខ្លួនជេរប្រតិចព្រោះតែការចាត់វិធានការចង់លេងជាមួយម៉ាឡេស៊ីទាំងមិនចេះគិតមើលមុខមើលក្រោយទីបំផុតក្នុងជំនួបទ្វេភាគីអនុទីនមិនបាននិយាយខ្លាំងដោយពេលនៅថៃឡើយដោយបញ្ចុះបញ្ចូលលោកអាន់វ៉ាឲ្យបើកច្រកព្រំដែនវិញហើយម៉ាឡេស៊ីក៏ព្រមចរចាដែរប៉ុន្តែមិនទាន់មានការកំណត់ក្របខ័ណ្ឌនៅពេលវេលាច្បាស់លាស់នៃការនាំចូលបង្គាថៃវិញនោះទេ